nhómធ្វើយ៉ាងម៉េចបើប៉ូលីសនិង ICE មកផ្ទះខ្ញុំទី1កុំបើកទ្វារទី2កុំឲ្យគាត់ចូលផ្ទះយើងបើគាត់អត់មានកណ្ដាស់ស្នាមឆែកឆេរសញ្ញេពីចៅក្រមទី3បើគេចាប់យើងនៅឲ្យស្ងៀមនិងកុំឆ្លើយសំណួរអ្វីទាំងអស់បើអត់មានមេធាវីនៅក្បែរយើងទី4យើងកុំសញ្ញេកណ្ដាស់ស្នាមអីទាំងអស់ដែលគេឲ្យយើងសញ្ញេបើមេធាវីអត់នៅនឹងជាមួយយើងទៅទី5យើងនៅឲ្យស្ងៀមកុំភ័យខ្លាចនិងកុំរត់ចេញពីកន្លែងដែលកើតហេតុបាទបើបងប្អូនមានសំណល់នឹងត្រូវការគេជួយពីរឿងតោប្រវេសន៍បងប្អូនអាចតាក់ទងទៅលេខ1 800 251 1083ទៅបងប្អូនពេលដែលខលទៅកន្លែងគេបងប្អូនទុកឈ្មោះនិងភាសាដែលបងប្អូនត្រូវការឲ្យគេជួយនិយាយនិងគេនឹងខលមកបងប្អូនភ្លាមដែលពេលគេទៅណេបើបងប្អូនមានគ្រួសារណាដែលគេចាប់បងប្អូនអាចតាក់ទងលេខទូរស័ព្ទ1 800 251 1083ទៅបងប្អូនអាចទុកឈ្មោះនិងភាសាដែលបងប្អូនត្រូវការឲ្យគេខលទៅវិញទៅកន្លែងគេហ្នឹងគេបើក24ម៉ោងអញ្ចឹងបងប្អូនអាចទុកចិត្តគេថាគេមិនយកព័ត៌មានហ្នឹងផ្សព្វផ្សាយទៅអ្នកផ្សេងទេអញ្ចឹងលេខទូរស័ព្ទនេះជានៅទូទៅអាមេរិកអញ្ចឹងបងប្អូនអាចខលពេលណាក៏ដោយនឹងគេនឹងទេមកបងប្អូនវិញបើបងប្អូនចេះភាសាអង់គ្លេសប្រាប់ទៅថាខ្ញុំត្រូវការអ្នកនិយាយភាសាអង់គ្លេសបើបងប្អូនត្រូវការគេនិយាយខ្មែរយើងប្រាប់ថាគេត្រូវការអ្នកបកប្រែខ្មែរទៅបងប្អូនទុកចិត្តថាគេមិនយកព័ត៌មានដែលបងប្អូនបានឲ្យប្រាប់ឲ្យគេទៅផ្សព្វផ្សាយទៅអ្នកណាផ្សេងទេទៅបងប្អូនអាចមានជំនឿទុកចិត្តខាងគេអញ្ចឹងលេខទូរស័ព្ទនឹងម្ដងទៀត1 800 251 1083អញ្ចឹងលេខនឹងដដែល1 800 251 1083អញ្ចឹងសូមអរគុណ